ในกระไรรับได้เจรัตนะดอกต้องเอาดำกระสายพงพวกเลือกเลือกดาวจะไกรกระรบกาวไกรยังหยับไงดอกไกรเลงส้มนมัสการทวายบังกุมประกาศนากุญจักรุประอังทองอ้อได้บานบนมากันสลาเรียนสกัดประธานทางไปเรียไงนี้นะยมประกาศนาบรรทัดบันตีอันสิเพอนะได้นั่งจับใจบอกผมนองระดับกลางในกระทันนี้สำหรับพุทธศักราชปี2540ไปคือบรรทัดได้เมียนการประเกณฑ์ในเพศเจ้าดากานากุญจักประสงกรุประอังนั่งเรียนการชำระในเปรตประดับพุทธมนต์ขนมพิธีบอนกับเทนเตียนได้ตรายกเตเวประเกณฑ์ประสงน้องไห้สายมาองปรำปีพระนั่งเจงดำนายดังไห้องไตรเมียนชรานะโดยไต่ใจสมดอกรีเรียให้น้องพิธีจำราในเปรตประดับนี้ก็ประรบตะเลประโพธิปรักนะมาหิยังกันละนะแปลโนธาได้ตูลนะแม่ฮิคือแผ่นใดนะอังกันละคือตีตูลนะแต่จริงแม่ฮิยังกันละนะนั่งได้บานอารัตเนมาอันปีประเทศสรีลังกาได้ประโพธิปรักนังออมจุ่มวิ่งประจัยใดบรรจบประเกษเทียดน้องกาได้ประเรียนดอกเพียตรัสดังบานตรำใบไข่นะน้องไงเป็นโบรมีไข่บกตรงสดัดเยียงเจอกันตามเปะปันในทวีปนะลำไปจับใจเรียบจำที่กระไรนุโปรสับแต่เจียที่กระไรในปุยะให้พระองค์บานประเดชสันใบจุ่มก็หลังกาหนึ่งเองเพื่อในการรักษาโดยพระองค์เชียบท่าบรรทบที่พระองค์ประเดชเปลี่ยนtớiทุกพุทธศาสนาหนึ่งประดิษฐานหมอนตอมในตามเปะปันในทวีปนั้นน้องการนกพระองค์ตรงตรัสสำแดงพระพุทธศาสนาเอาดาปูเทวดาอมนุษย์ทั้งหลายบานสำหรับเนี่ยพอชรานะเมียนศพเนี่ยเตอบดมือพระองค์พร้อมบานสมประจัยใดปีพระองค์ก็ประเทศประเกษเทียดนั่นเองประมาณมือกระดังดาศพเนี่ยเตอบดเนาะให้กับบานบรรจบนองประจัยใดนั้นให้ก่อสร้างทำแรงกระโหดกระสับไงสะอาดเต็มนะประจัยใดมาที่ยังกันนะได้พระองค์บานประเทศเชิดตำบงเอาดอศพเนี่ยเตอบดเนาะให้ในไปเลยพระองค์ตรงสดัดเยียงเตยเลยตีใบบานพระองค์ประดิษฐานสนามประบาดเลยกัมพูพนมศพเนี่ยโกรธนาให้ประโพธิปรักนังประตูเจ้าอธิการในวัดในที่ยังกันนะนังเมียนประเทศอธิการแท้บานอารัตเนียต้อยอัมพีประเสริมหาโปโดยประสถานเจ้านะเมื่อนะให้เรื่องราวเตะตรงนังประเทศสรีลังกาเตะตรงนังพุทธประวัติน้องอาสเจโบเชียได้ประเทศกบีพระองค์ตรงเยียงจอกจ่าที่ทานตายวัดตังเป็นตับที่กวงจำประวัติศาสตร์ที่ประปีมาให้เนาะนั่งเตยเลิกโยมมาสมได้ดำไปยังเกรเชรคลาโดยพุทธเทียนุสเตะเฉดได้ในเวทีเรตรีนี้ตับที่ประดิษฐานประโพธิปรักบังโหดตรงรุ่ยหายนั่งนิมนต์กันอาปุญจักเจนทำในกติกาจาครูบององค์กรรมอีเฉดได้นั้นรีบรับได้ในขนมพุทธประวัติกันนะ ใ
អ្វីដែលតាក់ទងនឹងប្រវត្តិព្រះសម្មាសម្ពុទ្ធរតនាមកទាំងអស់ប៉ុន្តែឥឡូវនេះខ្ញុំកណាបានសរសេរជាភ័យពាក្យម៉ែពាក្យឪមាន199ទំព័រណាហើយពេលប្រារព្ធមិនតាន់បានសរសេរទេចាប់ផ្ដើមពីទំព័រទី1ទៅហើយមានចុះលេខដាក់មាតិកាទាំងអស់80ចឹងណា80លេខក្នុងលេខមួយមានច្រើនប្រមាណជា3ទំព័រចឹងណា2ទំព័រក្រោយទៅតិចទេ1ទំព័រណាទី1ការពិតក្នុងចិត្តកូនជាទីស្រឡាញ់ឥឡូវនេះកូនធំហើយល្មមអាចយល់ដឹងនៅរឿងរ៉ាវរបស់ជីវិតបានបើមិនច្រើនក៏ខ្លះដែរកូនគង់តែបានដឹងហើយថាឪពុកម្ដាយស្រឡាញ់កូនច្រើនប៉ុណ្ណាកូនប្រៀបបីដូចជាកែវភ្នែកឬថ្លើមប្រមាត់របស់ម៉ែឪដូច្នោះឯងឪពុកម្ដាយនឿយហត់ក្នុងការងាររាល់ថ្ងៃនេះកូនក៏ដឹងដែរថាគឺដើម្បីកូនគ្រប់គ្នាបើសម្រាប់តែមាត់ពីរក្រពះពីររបស់ឪពុកម្ដាយទេនោះឪពុកម្ដាយមិននឿយហត់ដូច្នេះទេដែលពោលយ៉ាងនេះមិនមែនចង់រំលឹកគុណហើយប្រាថ្នានឹងការតបស្នងអ្វីក្រៅអំពីចង់ឲ្យកូនជាមនុស្សល្អនោះឡើយតាមពិតម៉ែឪត្រូវការអ្វីច្រើនយ៉ាងពីកូនមែនគ្រាន់តែនិយាយមិនចេញហាក់ដូចជាទឹកលិចដល់មាត់អញ្ចឹងឯងចូលកូនដឹងចុះសំបីមេត្តាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើនលើសពីការប្រើប្រាស់ទៅទៀតក៏ដោយតែក៏នៅប្រាថ្នាចង់បានជំនូនចង់បានរបស់ដែលកូនឲ្យដែរទោះបីរបស់នោះមិនសូវល្អមិនសូវថ្លៃប្រៀបនឹងរបស់ដែលឪពុកម្ដាយមានមិនបានក៏ដោយឲ្យតែថាជារបស់ដែលកូនជូនហើយឪពុកម្ដាយសប្បាយចិត្តកាលដែលកូនមាននំមានផ្លែឈើយកមកជូននោះឪពុកម្ដាយឆ្អែតស្រេចហើយក៏ដោយក៏នៅតែទទួលពិសាដោយពេញចិត្តពិតសម្លៀកបំពាក់ដែលកូននាំមកជូនទោះជាមិនស្អាតក៏ដោយក៏មេត្តាបិតាស្លៀកពាក់ដែរដើម្បីបង្ហាញកូនយកចិត្តកូនទោះជាកូនមិនមានអ្វីមកជូនសោះដោយគ្រាន់តែកូនបង្ហាញមុខហើយមានដៃទាំងពីរសំពះថ្វាយបង្គំប៉ុណ្ណឹងម៉ែឪក៏ពេញចិត្តណាស់ទៅហើយនេះជាបំណងប្រាថ្នាដែលមានក្នុងចិត្តរបស់ឪពុកម្ដាយគ្រប់គ្នាពោលគឺចង់ឲ្យកូនជាមនុស្សល្អគិតល្អធ្វើល្អនិយាយល្អដឹងគុណដឹងទោសទៅតាមសេចក្តីពិតប៉ុន្តែឲ្យម៉ែឪហាមាត់ប្រាប់កូនថាថ្វាយបង្គំមកទិញផ្លែឈើល្អឲ្យមកជាដើមយ៉ាងម៉េចរួចទៅម្លោះហើយមេត្តាបិតាខ្លះបានបិទភ្នែកលាចាកលោកនេះទៅទាំងដែលមិនធ្លាប់បានឃើញកូនក្រាបសំពះខ្លួនម្ដងផងពាក្យម៉ែពាក្យឪត្រូវកូនចាំបណ្ដាំទឹកចិត្តពិតពាក្យព្រំពាក្យប្រាជ្ញពីព្រេងម៉ែឪផ្គុំនិយមព្រះពុទ្ធវិសុទ្ធពេជ្រអរុណពណ៌មាសជារស្មីសម្ដីម៉ែឪត្រូវរំលឹកចំកុំឲ្យភ្លេចពាក្យពេចដូចថ្ងៃថ្លៃដូចមាសទ្វីបលោកល្អស្រស់ព្រោះសុរិយាមេត្តាបិតាគឺជាព្រះជាដួងសុរិយាយាត្រារះកូនត្រូវសំពះទិសបូពីទិសបូមានន័យបុព្វការីបង្កើតប្រុសស្រីពេញពសុធាពាក្យម៉ែពាក្យឪត្រូវដូចជាសុរិយាក្នុងគ្រាបំភ្លឺលោក2គ្រួសារកក់ក្ដៅកូនជាទីស្រឡាញ់ពាក្យថាគ្រួសារជាពាក្យដែលមានសេចក្តីឬអត្ថន័យច្រើនគឺសំដៅដល់ការស្រឡាញ់ភាពកក់ក្ដៅភាពនៃត្រកូលតែមួយជាមួយគ្នា
នៅប្រទេសខាងលិចភរិយាតែងយកត្រកូលប្តីមកប្រើហើយតែងហៅគ្នាថាអ្នកផ្ទះខ្ញុំឬគ្រួសារខ្ញុំជាដើមសម័យដែលកូននៅក្មេងៗយើងនៅរួមគ្នាជាគ្រួសារមានសម្លេងសើចសប្បាយមានសម្លេងរត់ប្រឡែងគ្នាបរិភោគអាហាររួមគ្នានិងធ្វើអ្វីៗជាមួយគ្នាមានភាពរស់រវើកឪពុកម្ដាយសំដីធ្វើការហត់នឿយអស់កម្លាំងយ៉ាងណាក៏ដោយលោកមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនរត់មកទទួលជួយកាន់ជួយទទួលយករបស់របរនិងសាកសួរពីការហត់នឿយប៉ុណ្ណឹងម៉ែឪក៏បាត់អស់នៅការហត់នឿយទៅហើយមេត្តាបិតាឃើញកូនញ៉ាំបានគេងលក់ក៏សប្បាយចិត្តទាំងអស់នេះឯងណាកូនដែលគេថាគ្រួសារមានភាពកក់ក្ដៅនោះឥឡូវនេះកូនក៏បានធំអស់ហើយកូនឪធ្វើជាបងប្អូនគ្នាកូនត្រូវចេះស្រឡាញ់គ្នាសាច់ឈាមជាមួយគ្នាយ៉ាងណាក៏កាត់មិនបានពាក្យចាស់ពោលថាកាត់ទឹកមិនដាច់កាត់សាច់មិនបានដូច្នេះចូលកូនកុំស្អប់ខ្ពើមកុំកំណាញ់កុំចរណែនឬខឹងក្រោធគំនុំគុំគួនអ្វីដល់គ្នាឡើយកូនត្រូវជួយគ្នានិងមើលថែគ្នាវិញទៅបានល្អបានមកធ្វើជាបងប្អូននឹងគ្នាហើយស្រាប់តែមកឆ្លោះតោះតេងគ្នាវាជារឿងដែលគួរឲ្យខ្មាស់អៀនណាស់កូនហើយមនុស្សល្អគេមិនឆ្លោះតោះតេងគ្នាដូច្នេះឡើយយ៉ាងទៀតកូនត្រូវគិតដល់ទ្រូងម្ដាយទ្រូងឪពុកផងណាកូនណាគិតដល់ពេលដែលកូននៅតូចឆ្លោះគ្នាហើយក៏ល្អនឹងគ្នាវិញលេងចូលគ្នាវិញដូចដើមភ្លេចរឿងដែលកន្លងអស់ទៅហើយស្រឡាញ់គ្នាព្រមព្រៀងគ្នាមានអ្វីធ្វើក៏ជួយធ្វើគ្នាល្អណាស់កូនមានរឿងខ្លះកាលកូននៅពីតូចនោះកូនគួរសិក្សាតាមបើកូនគិតថាកូនធំហើយកូនមិនភ្លេចរឿងដែលតោះចិត្តដោយកាលកូននៅពីក្មេងទេតែកូនត្រូវកុំប្រកាន់គ្នាកូនហើយស្វាមីអាចរកថ្មីបានភរិយាអាចរកថ្មីបានកូនក៏អាចរកថ្មីបានដែរតែបងឬប្អូនរកមិនបានទៀតឡើយមានប៉ុណ្ណាក៏ប៉ុណ្ណឹងការកាត់បងកាត់ប្អូនក៏ដូចគ្នានឹងការកាត់សាច់កាត់ឈាមរបស់ម៉ែរបស់ឪដែរណាកូនគ្រួសារកក់ក្ដៅម៉ែឪកូនចៅត្រូវនៅក្នុងធម៌មិនតាមកិលេសចេះរស់ក្នុងពរអាយុបវរគុណធម៌ក្នុងចិត្ត3ឈឺចាប់ក្នុងចិត្តកូនជាទីស្រឡាញ់ពេលខ្លះឪពុកម្ដាយបានធ្វើអ្វីឬនិយាយអ្វីជាមួយកូនខ្លាំងហួសអាចធ្វើឲ្យកូនមិនពេញចិត្តតែសូមឲ្យកូនយល់ថាទោះជាយ៉ាងណាក៏ដោយឪពុកម្ដាយគិតគូរដល់កូនណាស់ស្រឡាញ់ណាស់គឺកូននៅតែជាកែវភ្នែកជាបេះដូងរបស់ម៉ែឪជានិច្ចនៅពេលដែលកូនសម្លឹងមើលឪពុកម្ដាយដោយក្រសែភ្នែកខឹងស្អប់ឬមិនចូលចិត្តហាក់ដូចឪពុកម្ដាយជាអ្នកដទៃទៀតនោះឪពុកម្ដាយតូចចិត្តហើយឈឺចាប់ណាស់អ្នកដទៃគេមាក់ងាយឬយល់ខុសមកលើឪពុកម្ដាយក៏ឪពុកម្ដាយមិនមែនញាប់ញួរក្នុងចិត្តដូចជាកូនរបស់ខ្លួនមកមាក់ងាយឬយល់ខុសលើឪពុកម្ដាយឡើយបើកូនខឹងក្រោធចំពោះម៉ែឪព្រោះកូនមិនពេញចិត្តឬតោះចិត្តក្នុងរឿងដែលម៉ែឪបានធ្វើទៅហើយនោះម៉ែឪល្មមអាចទ្រាំបានប៉ុន្តែបើខឹងក្រោធព្រោះកូនមិនយល់ដល់ទឹកចិត្តដ៏ពិតប្រាកដរបស់ម៉ែឪវិញនោះឪពុកនិងម្ដាយត្រូវខូចចិត្តនិងឈឺចាប់ក្នុងដើមទ្រូងយ៉ាងក្រៃលែងណាកូនសន្តានហបរតីនៃព្រះអរហន្តមកលើពួកជនមកចត់យ៉ាងណាទឹកចិត្តម៉ែឪលើបុត្រធីតាមកចត់អស្ចារ្យទៅយ៉ាងនោះដែរចូលកូនទាំងឡាយកុំវេយតម្លៃទឹកចិត្តប្រពៃនៃពុកនិងម៉ែឲ្យស្មើនឹងទ្រព្យឬស្មើប្រាក់ខែព្រោះថាឪម៉ែជាព្រះអរហន្តនៅក្នុងលោកនេះពុំមាននរណាចិត្តគិតប្រាថ្នាមេត្តាបេក្ខពុនលើកូនប្រុសស្រីមាននៃគុណធ្ងន់ឲ្យដូចអរហន្តមេត្តាបិតាបើកូនស្វែងរក
អង្គព្រះអរហន្តដើម្បីបន្ទន់អោនត្រាភិរសាកូនត្រូវនឹកដល់មេត្តាបិតាព្រះអរហន្តាស្ថិតនៅក្នុងផ្ទះមេត្តាបិតាចិន្តាបរិសុទ្ធស្ម័គ្រស្មោះលើបុត្រសុទ្ធចិត្តត្រង់លះកម្លាំងកាយចិត្តជីវិតប្រមាសចិត្តល្អដោយព្រះវេស្សន្តរសត្រាទី4កំពូលប្រាថ្នារបស់ម៉ែឪកូនជាទីស្រឡាញ់កូននៅមិនតាន់ដឹងដល់សេចក្តីប្រាថ្នាថ្នាក់កំពូលរបស់ម៉ែឪគឺម៉ែឪគ្រប់គ្នាវេលាដែលមានជំងឺរមែងត្រូវការឃើញមុខកូនរបស់ខ្លួនមកប្រណិប័តមកមើលថែនៅចិត្តនៅក្បែរសាក់សួររឿយនោះឯងណាកូនគឺជាថ្នាំដ៏វិសេសដែលធ្វើឲ្យឪពុកម្ដាយឆាប់ជាសះស្បើយក្រៃលែងណាស់ទៅទៀតគឺនៅពេលដែលខ្លួនចាស់ជរាជួយអ្វីខ្លួនឯងមិនបានរមែងត្រូវការកូនជាទ្វេគុណជាត្រីគុណសូម្បីដឹងថាកូនរបស់ខ្លួនមានធុរៈមមាញឹកមានការងារដែលត្រូវធ្វើច្រើនសន្ធឹកសន្ធាប់មិនសូវមានពេលទៅមកយ៉ាងណាក៏ដោយក៏ម៉ែឪនៅតែអត់ទ្រាំមិនបានដែរគឺនៅតែប្រាថ្នាឃើញកូនហើយប្រាថ្នាឲ្យកូនមកមើលថែជានិច្ចឪពុកម្ដាយគ្រប់គ្នាក្រៅអំពីប្រាថ្នាឲ្យកូនយកចិត្តទុកដាក់មើលថែខ្លួនហើយនៅមានសេចក្តីប្រាថ្នាជាទីបំផុតម្យ៉ាងទៀតគឺចង់ឃើញកូនមានសេចក្តីចម្រើននិងមានសេចក្តីសម្រេចក្នុងជីវិតមានជីវិតរុងរឿងសម្បូរទៅដោយសេចក្តីសុខបើកូនបានសំតាមសេចក្តីប្រាថ្នាឪពុកម្ដាយគ្រប់គ្នានឹងមិនច្រណែនជាមួយកូនឡើយញាប់ញួរក្នុងចិត្តតែម្យ៉ាងត្រង់ដែលមិនបានឃើញកូនដល់នៅសេចក្តីសម្រេចក្នុងជីវិតរបស់កូននោះដែលឪពុកម្ដាយព្រមលំបាកក្នុងការចិញ្ចឹមកូនរហូតមកក៏ដើម្បីជ្រោមជ្រែងកូនឲ្យបានសម្រេចសំតាមបំណងប្រាថ្នានោះឯងក៏បានឃើញកូនជាមនុស្សល្អមានសមត្ថភាពគ្រប់គ្រាន់មានការចេះដឹងជាមនុស្សឆ្លាតមានការងារធ្វើជាជំហរនៃជីវិតនិងបានជួបប្រសពនៃសេចក្តីចម្រើនឪពុកម្ដាយគ្រប់គ្នាក៏ភ្លេចអស់នៅការលួយហត់ទៅហើយដែរចូលកូនគ្រប់គ្នាកុំធ្វើឲ្យម៉ែឪខកចិត្តខុសសង្ឃឹមឡើយ5កូនត្រូវជាមនុស្សស្មោះត្រង់កូនជាទីស្រឡាញ់ការស្មោះត្រង់ប្រៀបបីដូចជាទឹកសម្រាប់ស្រោចដំណាំមិនឲ្យស្វិតយ៉ាងណាជីវិតពិតជាស្រស់បំព្រងព្រោះភាពស្មោះត្រង់របស់ខ្លួនយ៉ាងនោះឯងមនុស្សយើងនៅជាមួយអ្នកណាធ្វើការជាមួយអ្នកណាក៏គួរតែស្មោះត្រង់ជាមួយអ្នកនោះថែមទាំងស្មោះចំពោះការងារនិងស្មោះចំពោះពាក្យនិយាយរបស់ខ្លួនឯងទៀតផងការស្មោះត្រង់នោះគឺជាការពិតប្រាកដក្នុងចិត្តមាត់ពោលស្ដីអ្វីជាសម្ដីផ្កាណាណាក៏ចូលចិត្តជាពាក្យពិតត្រង់ជាមួយចិត្តត្រង់ជាមួយការងារកូនប្រុសស្រីត្រូវតែតម្កល់ខ្លួនឲ្យមាំនៅក្នុងសេចក្តីស្មោះត្រង់គឺត្រង់ទៅត្រង់មកធ្វើអ្វីក៏ចាប់យកការស្មោះត្រង់ជាទីតាំងសំបីបានផលប្រយោជន៍ជាទ្រព្យសម្បត្តិតិចតួចក៏ដោយក៏កូនកុំបោះបង់ចោលនៅសេចក្តីល្អបែបនេះឲ្យសោះអ្នកណាគេយល់ថាការវាយវេឬការយកប្រៀបលើអ្នកដទៃទៅជាការឆ្លាតក៏ស្រេចតែអ្នកនោះទៅចោះបើគេថាកូនជាមនុស្សល្ងងឬភ្លើកូននៅតែជាកូនឆ្លាតរបស់ពុកម៉ែដដែលព្រោះមនុស្សឆ្លាតទៅចេះជួយខ្លួនឯងឲ្យផុតពីបាបកម្មបើកូនមិនស្មោះត្រង់ហើយទៅធ្វើខុសក្នុងរឿងអ្វីមួយនោះត្រូវគេចាប់បានអ្នកដែលថាយើងស្មោះត្រង់គឺល្ងងឬអ្នកដែលញុះញង់ឲ្យកូនទៅធ្វើខុសនោះគេមិនបានមកជួយកូនឡើយកូនត្រូវទទួលទោសតែម្នាក់ឯងតែបើកូននៅតែធ្វើការដោយស្មោះត្រង់ល្អពិតមុនដំបូងកូនអាចលំបាកកាយតែសប្បាយចិត្តរួចហើយក្នុងការជាខាងក្រោយគឺកូនមិនត្រូវបានទទួលនៅទុក្ខទោសអ្វីតទៅឡើយ6គុណនៃសេចក្តីលំបាកកូនជាទីស្រឡាញ់ឪពុកម្ដាយក៏ដូចគ្នានឹងមនុស្សទាំងឡាយឲ្យទៀតដែរគឺក្រៅអំពីមិនត្រូវការឲ្យខ្លួនឯងលំបាកហើយនៅមិនត្រូវការឲ្យកូនរបស់ខ្លួនមាននៅសេចក្តីលំបាកផងទៀតមិនមានម៉ែឪណាដែលប្រាថ្នាឲ្យកូនខ្លួនឯងក្រីក្រលំបាកតោកយ៉ាកឡើយប៉ុន្តែពេលខ្លះកូននៅតែមានសេចក្តីលំបាកព្រោះឪពុកម្ដាយមិនអាចធ្វើឲ្យកូនសុខសប្បាយបានគ្រប់យ៉ាងនោះឯង
nông sẽ cái đây này còn trời chăm tục thả sẽ cái đây lồng bạc nếu về mình men ở cọ men pư cài cả hải phơi ai mình đâu chơi tục lồng bạc từ từ giang nục tê bởi dương sầm lăng mơ trong ca sắc xa rư mơ trong này mùi xên tiết sẽ cái đây là o bây giờ này ca lồng bạc nút nút có ai của phật tử bànคือสิ่งใดลำบากเพื่อไอ้มนุษย์เยิงเรื่องปังมามุนคลั่งแหลงเพื่อไอ้มนุษย์เยิงผู้ใกล้กัดนั่งเพื่อไอ้บ้านเฉลี่ยทอมเตียบพองเปรียบโดยได้แต่ขีดดอดเอาเรื่องโดยชนเองกาหลุมบ้าประเดี๋ยวไอ้มนุษย์เยิงผู้ใกล้ขนมกาช่วยครูนเองตรวจเตยต่อสู้กล้าเหนือเนื้อดำใบหยดเนี่ยสิ่งใดลำบากหนุกหนุกเมียนมนุษย์เหมือนติดเนี่ยได้เต้ได้เก็บบานล้อมาองปีสิ่งใดลำบากโดยการกำหนดหาลำบากมนสรนกกล่าวโปคือเมียนกาอดทนชี้ยิ้มในระเวียงสิ่งใดลำบากนังเพียบสรนกสกสบายใครขนมรงเรืองตัวมาเว้นก็มันติดเนี่ยได้เชื่อมนุษย์สกอลได้สบายตั้งปีเกิดมามันได้สกอลมันได้จูบในสิ่งใดลำบากเลยลูกดาวเมียนให้นำเอาสิ่งใดลำบากเกิดหลังก็สเตอร์จะช่วยครูนไอ้เหมือนรวยเพื่อไว้ก็เหมือนการจับเอาไว้ก็เหมือนจอบการเงียทวนสลายเหมือนใจเพื่อต่างอ้อตำรำแต่บานโรสเตอร์แต่สลับแต่ให้เมียนคลาตรำนั่งลำบากเหมือนบานก็ไตรบัดบังชีวิตเตยโดยฉะนั้นโกนกลมตื่นคลายสิ่งใดลำบากเพื่อไว้ไตรจำตกผ่าสิ่งใดลำบากเชี่ยครูบังวัดโกนไตรลวดดำคลุนเชี่ยมุ้ยนั่งสิ่งใดลำบากโดยสิ่งใดอดทนไตรยกพ่อกำไรที่สิ่งใดลำบากจำรานคนละทั่วขนมจัดนั่งยกสิ่งใดลำบากเชี่ยไม่เรียนได้โกนไตรแต่ศึกษาท่าอาตมาอันมันเวอร์ตลอดแต่โรคสิ่งใดลำบากเตียดลายเพลิงแช่ติดปรีเอาไว้เตียดอันไหนแต่เพื่อไอ้ได้เรื่องรัดแต่เรื่องตกดดมนุษย์ซอยไอ้พระตีฝังแต่ใบมนุษย์เรื่องตรัสดังสัจจะมันมีเอาไว้ซ้อละอเชียงกุนโทคำตีบวต่อสู้อัดอะตัดแต่มวยเตอร์เตรมเสริมประละเชียเยี่ยมดองจะดัดเป็นอ่างทมวีโรแปรธาเนี่ยคลาองอายตกคลั่งเหมือนคลายปลุกอายสองกุมเชียเยี่ยมคำตีปัญญาอบรมเชนออกตกทมจุบจุ่มกลก่อนหลักพอการนี้เชียตำไลมนุษย์เพื่อการโดยจุกจุ่มรุกอาพร้อมจุ่มเนี่ยอุปสรรคประจักษ์กำนับกุณโทจิตรอบจอบตามชีวิตมนุษย์ได้เริงปังแต่มันเริงรุกเชียเยี่ยมจุ่มรุกเมียนเนี่ยหนองจัดตัวนกายเรียจาเมตตาเมียนเป็ดแต่เรื่องประพฤติสัจจริตโดยใดที่ประปีตึกจัดเมียนตำไลเชียงตึกประโกนจะตีสลันการโกนเตยบำราการเรียชกาหรือเตยเฟอร์กาสีชนัวเก๋คือโกนเฟอร์กาไว้ก็ได้โจโกนเฟอร์เป็นได้เป็นเชิงตรังไตรไอออสมัตเพียบเอาซ้ำนั่งตำไลประคายหรือตำไลชนัวเปอร์เซ็นต์โกนเฟอร์เลิกเชียงประคายหรือตำไลชนัวนู้คือรถแต่ละอกลมเฟอร์กากรอนแต่ดำใบไอบานประแต่ไม่ย่างกลมกึดรันแต่เอากาเงยเฮยสลัดแต่ปนกไตรเฟอร์กาเงยดำใบเอาจีกาเงยสำรัดดอยละอพองเติบจีกาสอมรมมนุษย์เยอะกูเชื่อมนุษย์เมียนตึกจัดกลมเชื่อมนุษย์ควักตึกจัดสอบมนุษย์ได้เฟอร์กาเลือกอัมปีตำไลในประคายประชนูได้กาเป็นจัดสำได้ดอจัดได้เหมือนโยกเปรียบเกยตุกใบขาดเปเวลียบันติกบันตุยกับเป็ดปันแต่สำรัดกาเงียบานละอนำเอาจัดระบบล้วนเมียนการิเรจิตศพสิ่งใดริเรจิตศพนี่เองจะคลำซาสำคัญในชีวิตได้เหมือนอาจรวบตึงในตีนาบานได้กลายของตีกาเมียนตึกจัดในครัวเองกาได้มนุษย์เยิงเมียนตึกจัดจัดกรณีเมียนในตึกสำหรับเอาซ้ำเอาสระบอตระเจี๊ยปรัชญาในสิ่งใดกำนันนังกาจรณานเจียดได้เข้าอัมพีมนุษย์ได้เหมือนเมียนตึกจัดมนุษย์ได้เหมือนเมียนตึกจัดกลายของตีจัดระบบเกเหมือนเมียนการิเรจิศพขนมกาเงียหายจัดระบบเกโรเมนงูดเกรียมกรอกโดยสลายได้ควักตึกเป็นจังเองโซเมโกนวักหัดคลูนอ่อยบานตื้อเชื่อมนุษย์เมียนตึกจัด
សូមកូនកុំគិតថារឿងនេះវាជារឿងចាញ់ប្រៀបគេឬជារឿងអ្វីដែលមិនល្អឲ្យសោះតែសូមឲ្យកូនគិតដូច្នេះវិញថាវាជារឿងនៃទឹកចិត្តដែលនឹងកបីមានដល់គ្នាកបីបាននៅធ្វើការជាមួយគ្នាអស់កាលដ៏យូរហើយក្នុងទីបំផុតទឹកចិត្តរមែងមានតម្លៃជាងទឹកប្រាក់ណាកូន 8 រក្សាសម្ដីកូនជាទីស្រឡាញ់ពាក្យនិយាយជាការសំខាន់មួយយ៉ាងរបស់មនុស្សយើងកូនត្រូវប្រយ័ត្នពីរយ៉ាងគឺ 1. មុននិយាយ 2. និយាយរួចហើយមុននិយាយកូនត្រូវគិតមុខគិតក្រោយឲ្យល្អនិងការនិយាយរួចហើយកូនត្រូវរក្សាពាក្យនិយាយពាក្យដែលយើងនិយាយចេញទៅហើយគឺជាចង្វាយនាយរបស់យើងណាកូននឹងបង្កប់ឲ្យយើងត្រូវតែធ្វើតាមដូចជាទទួលពាក្យអ្វីពីអ្នកដទៃគឺត្រូវធ្វើឲ្យបានទៅតាមសន្យាទោះបីជាត្រូវចុះទុនចេញកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយរហូតដល់ទៅត្រូវស្លាប់ក៏ត្រូវតែព្រមដែរដើម្បីរក្សាសម្ដីកូនហើយរឿងពាក្យសម្ដីនេះមនុស្សទាំងឡាយគេកាន់យកណាស់បើបង់សម្ដីទៅហើយអ្វីដទៃទៀតសូម្បីល្អយ៉ាងណាក៏រមែងខូចដោយទៅតាមដែរឬក៏ត្រូវអស់សម្រស់ព្រោះហេតុតែខូចគេឈ្មោះក្នុងការមិនរក្សាសម្ដីដូច្នេះទៅបុរាណពោលថាមនុស្សគេយកសម្ដីដំរីគេយកភ្លុកព្រោះហេតុនេះនៅពេលកូនគិតថាខ្លួនឯងត្រូវលំបាកព្រោះហេតុតែត្រូវរក្សាសម្ដីហើយបើកូនមិនចង់លំបាកគឺកូនកុំចេះតែទទួលពាក្យគេដោយងាយនោះត្រូវពិចារណាឲ្យល្អជាមុនថាការទទួលពាក្យគេហើយអាត្មាអញនឹងធ្វើបានយ៉ាងនោះដែរទេគឺត្រូវគិតឲ្យល្អិតល្អន់ស្រួលបួលជាមុនសិនមនុស្សយើងបើរក្សាពាក្យសម្ដីខ្លួនឯងទុកមិនបានទៅហើយទៅអាចរក្សាអ្វីបានទៅព្រោះអំបើពាក្យសម្ដីជាសម្បត្តិមានតម្លៃក្នុងខ្លួនរក្សាមិនបានផងចំណងបើរបស់ដតីក្រៅខ្លួនធ្វើដូចម្ដេចនឹងអាចរក្សាបានដូច្នេះទៅម៉ែឪសូមឲ្យកូនពិចារណាឲ្យល្អមុននិយាយមុនសន្យាអ្វីជាមួយអ្នកណាហើយត្រូវកូនកុំជាមនុស្សភ្លេចពាក្យសន្យាដោយងាយឡើយមនុស្សដែលបង់ពាក្យបង់សម្ដីសូម្បីដោះស្រាយយករួចខ្លួនបានម្ដងក៏ពិតតែលុះដល់តទៅការបើមានហេតុការណ៍ចាំបាច់ត្រូវសន្យាធ្វើឲ្យបានយ៉ាងណានោះក៏គេដកសេចក្តីទុកចិត្តដែរចូលកូនកុំជាមនុស្សនិយាយលេះឡោះឬនិយាយកុហកសូម្បីតែដើម្បីសើចលេងឡើយនឹងចូលកូនចាំទុកថាពាក្យសម្ដីសំខាន់សម្រាប់មនុស្សយើងខ្លាំងណាស់ចូលកូនចាំពាក្យខាងក្រោមនេះពាក្យសម្ដីជាការងារដ៏ធំបណ្ឌិតរមែងរក្សាសច្ចៈនិយាយតិចតែបានការប្រសើរជាងនិយាយច្រើនឥតប្រយោជន៍មិនមែនបណ្ឌិតព្រោះហេតុតែនិយាយច្រើនទេគុណធម៌មិនមែននៅនឹងអណ្ដាតទេគឺស្ថិតនៅតែក្នុងចិត្តប៉ុណ្ណោះ 9 ចិត្តមួយខ្លៅមួយកូនជាទីស្រឡាញ់ធម៌ដែលនឹងធ្វើឲ្យគូក្រងនៅជាមួយគ្នារហូតតទៅនោះគឺការស្មោះត្រង់គឺត្រង់ដល់គ្នានឹងគ្នាមិនក្បត់ចិត្តគ្នារក្សាពាក្យសន្យាថាស្មោះត្រង់ដល់គ្នាតាំងតែពីដំបូងមកនោះឯងសច្ចៈតាំងចិត្តស្មោះត្រង់មានតួនាទីធ្វើជាសោមៈចាក់បេះដូងស្វាមីនិងភរិយាបេះដូងស្វាមីនិងបេះដូងភរិយាគឺត្រូវសច្ចៈជាសោមៈចាក់ឲ្យជាប់គ្នាកាលបើមានសច្ចៈចិត្តមួយខ្លៅមួយហើយអ្វីដតីផ្សេងទៀតដូចជាការយល់ចិត្តគ្នាការឲ្យអភ័យសេចក្តីអត់ធន់ការបរិច្ចាគលះបង់ការទូលមានចិត្តនិងការដឹងគុណគ្នាទៅវិញទៅមកជាដើមក៏រមែងតាមមកដង្ហែនៅសច្ចៈដែរការស្មោះត្រង់នឹងគ្នារវាងព្រះយេស្វាមីជាហេតុធ្វើឲ្យគ្រួសាររស់នៅជាសុខមិនឆ្លោះប្រកែកតោះតេងលែងលះគ្នាមិនរង្គៀសសង្ស័យគ្នាមិនប្រច័ណ្ឌគ្នាជាដើមដូច្នេះការស្មោះត្រង់ជាសភាវៈល្អខ្លាំងណាស់សម្រាប់ភរិយាស្វាមីគួរថែរក្សាថ្នាក់ថ្នមទុកឲ្យល្អជាទីបំផុតដល់ពេលកូនមានគ្រួសារក៏សូមឲ្យកូនចាប់យកនៅការស្មោះត្រង់នេះមករក្សាទុក
ដើម្បីឲ្យគ្រួសាររបស់កូនបានសុខសប្បាយនិងភ្លឺស្វាងបើចំណែកខាងណាមួយមិនស្មោះត្រង់ទៅវិញនោះនឹងរស់នៅមិនបានសុខឡើយកូនគិតមើលចុះការដែលត្រូវឃើញមុខគ្នានឹងរស់នៅជាមួយមនុស្សដែលមិនស្មោះត្រង់នោះតើមានការចង្អៀតចង្អល់តូចចិត្តលំបាកចិត្តយ៉ាងណាកូនគង់តែគិតឃើញមិនខានដូច្នេះទើបប្តីប្រពន្ធមិនត្រូវប្រព្រឹត្តឲ្យជាមនុស្សនៅក្រៅបេះដូងរបស់គូគ្រងឡើយពោលគឺមិនត្រូវក្បត់ចិត្តគ្នាមនុស្សយើងបើសំបីតែសច្ចៈចំពោះគូគ្រងដែលខ្លួនស្រឡាញ់រក្សាមិនបានទៅហើយតើត្រូវរក្សាអ្វីឲ្យគូគ្រងរបស់ខ្លួនបានទៅហើយនឹងត្រូវរក្សាសេចក្តីល្អអ្វីដទៃទៀតបានដែរទៅការដែលគួរជឿទុកចិត្តនិងយកសេរីរបស់មនុស្សយើងនោះគឺចាប់ផ្ដើមពីសច្ចៈនេះឯងមានតែមនុស្សដែលរក្សានៅសច្ចៈមានការស្មោះត្រង់ប៉ុណ្ណោះដែលគួរឲ្យជឿទុកចិត្តបានចំណែកមនុស្សដែលខ្វះសច្ចៈសូម្បីតែជាមួយនឹងគូគ្រងរបស់ខ្លួនឯងហើយទៅសច្ចៈជាមួយនឹងអ្នកដទៃនោះជាការលំបាកនឹងឲ្យជឿណាស់គ្រប់ទីកន្លែងដែលគេតែងប្រកាន់រហូតមកគឺថាជាការអាប់អោនកិត្តិយសខ្លាំងណាស់ក្នុងរឿងដែលមិនមានចិត្តមួយថ្លើមមួយហើយទៅរំលែកចែកកាយចែកចិត្តឲ្យដល់អ្នកដទៃជាពិសេសស្ត្រីខ្មែរបើកូនប្រុសស្រីមានបំណងចង់ជួបគ្នាជាភរិយាស្វាមីឲ្យមានសេចក្តីសុខសាន្តតភពជាតិកំណើតរហូតដល់បរមសុខគឺព្រះនិព្វានកូនត្រូវតែជាគូគ្រងដែលមានសទ្ធាស្មើគ្នាមានសិលស្មើគ្នាមានការបរិច្ចាគស្មើគ្នានិងមានបញ្ញាស្មើគ្នាព្រមទាំងចេះនិយាយស្ដាប់គ្នាមានហេតុមានផលជាគោលកាន់យកមិនចេះអាងអញយ៉ាងនេះអាងអញយ៉ាងនោះឡើយ10ព្រមល្ងងខ្លះល្អណាស់កូនជាទីស្រឡាញ់ការដែលយើងធ្វើខ្លួនជាមនុស្សមានទឹកចិត្តមានការស្មោះត្រង់និងមានការស្រឡាញ់យុត្តិធម៌នោះអ្នកដទៃក៏អាចមើលមកថាយើងល្ងងមិនចេះរស់ស៊ីមិនចេះចង់មានចង់បានមិនចេះឆក់ឱកាសកូនអើយព្រមឲ្យគេថាទៅចោលព្រមឲ្យគេថាល្ងងល្អជាងកូនជាមនុស្សមិនមានទឹកចិត្តមិនមានសុចរិតស្មោះនិងមិនមានយុត្តិធម៌កូនធ្វើការដោយស្មោះត្រង់មានទឹកចិត្តចំពោះអ្នកដទៃស្លូតបូតត្រឹមត្រូវសូម្បីមិនសូវមានទ្រព្យលើសពីការប្រើប្រាស់ដោយគេក៏ដោយតែកូនសប្បាយចិត្តគ្រួសារយើងអាចខ្វះខាតខ្លះប៉ុន្តែមានការកក់ក្ដៅរស់នៅឃើញមុខគ្នាមិនគិតខ្វល់ឬរង្គៀសចិត្តក្នុងរឿងអ្វីច្រើនឡើយរវាងការមានបានទ្រព្យសម្បត្តិតែមិនមានការកក់ក្ដៅនិងមានការកក់ក្ដៅគ្រាន់តែមិនសូវមានទ្រព្យពីរយ៉ាងនេះតែកូនជ្រើសរើសយកមួយណាមានការកក់ក្ដៅណារវាងការមានបានទ្រព្យសម្បត្តិតែមិនមានការកក់ក្ដៅនិងមានការកក់ក្ដៅគ្រាន់តែមិនសូវមានទ្រព្យពីរយ៉ាងនេះតើកូនជ្រើសរើសយកមួយណាមានមនុស្សមួយចំនួនមានមុខមានមាត់ក្នុងសង្គមមានពេលវេលាដើរតាក់ទងយកចិត្តយកថ្លើមអ្នកដទៃជាងមានពេលនៅជាមួយគ្រួសាររបស់ខ្លួនឯងឬក៏ត្រូវស្ទុះទៅលិចស្ទុះទៅកើតដើម្បីរក្សាផលប្រយោជន៍របស់ខ្លួនរហូតមិនមានលហែឲ្យពេលទៅផលប្រយោជន៍ខាងក្រៅផ្សេងច្រើនជាងឲ្យដល់គ្រួសារឬពុំនោះសោតត្រូវប្រឹងប្រែងជាយាមប្រជុំបច្ច័យអ្នកតូចអ្នកធំដើម្បីផលប្រយោជន៍នោះដូច្នេះឯងដែលគាត់គិតថាខ្លួនគាត់ឆ្លាតបានជាភ្លេចថាព្រោះការឆ្លាតរបស់ខ្លួនឯងនោះបានធ្វើឲ្យខ្លួនមិនមានពេលបរិភោគឬបរិភោគខុសពេលមិនមានពេលដេកមិនមានពេលសម្រាកនិងមិនមានពេលឲ្យដល់គ្រួសារគ្រប់គ្រាន់ធ្វើឲ្យគ្រួសារខ្វះការកក់ក្ដៅកូនហើយពិតមែនហើយថាក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ប៉ុន្តែមិនមែនឲ្យតែមានប្រាក់គឺមានសុភមង្គលមានភាពកក់ក្ដៅក្នុងចិត្តក្នុងជីវិតទៅសពគ្រប់នោះទេមានស្ត្រីជាភរិយាច្រើនណាស់ដែលមិនខ្វះទ្រព្យសម្បត្តិមានសុទ្ធតែរបស់ល្អរបស់ថ្លៃប៉ុន្តែជាប្រក្រតីមានមុខអាប់ស្រពោនព្រោះខ្វះភាពកក់ក្ដៅពីស្វាមីនោះឯង
មនុស្សដែលគិតថាខ្លួនឯងឆ្លាតប៉ុន្តែមិនមានពេលដេកនៅផ្ទះត្រូវចោលប្រពន្ធចោលកូនជារឿយខ្វះការស្មោះត្រង់មួយនឹងមួយខ្វះពួរសណ្ដោះល្មោបលោភលន់រកស៊ីទុច្ចរិតខ្វះយុត្តិធម៌ឡាកូនហើយក្នុងរឿងទាំងអស់នេះបើគេថាកូនល្ងងមែនទេព្រោះមិនចេះដូចគេគឺជាការល្អណាស់កូនចេះត្រឹមតែការងាររបស់កូនដោយទឹកចិត្តសុចរិតស្មោះត្រង់គ្រួសារមានការកក់ក្ដៅដូច្នេះកូនត្រូវរស់នៅដោយសេចក្តីសុខសប្បាយក្បាលដល់ខ្នើយកូនគេងលក់មិនចាំបាច់យកដៃគោងថ្ងាសឡើយណាកូន11ឲ្យអភ័យកូនជាទីស្រឡាញ់ក្នុងโลกនេះមិនមានអ្នកណាដែលធ្វើអ្វីត្រឹមត្រូវឬល្អទៅទាំងអស់នោះឡើយព្រោះថាគឺជាអ្នកនៅមានកិលេសដែលជាគ្រឿងសៅហ្មងចិត្តហើយក៏មិនមានអ្នកណាធ្វើអ្វីឲ្យត្រូវចិត្តយើងគ្រប់បែបយ៉ាងនោះដែរចំណែកយើងក៏ដូចគ្នាទោះជាយើងខំធ្វើល្អធ្វើត្រូវទៅគ្រប់យ៉ាងក៏ដោយក៏គង់មានគេទាស់ចិត្តនឹងយើងដែរអ្នកដទៃគេធ្វើអ្វីខុសមានការខ្វះខាតឬធ្វើអ្វីមិនត្រូវចិត្តមិនត្រូវអធ្យាស្រ័យរបស់កូនកូនត្រូវចេះឲ្យអភ័យដល់គេកុំប្រកាន់កុំខឹងក្រោធនិងកុំទៅឆ្លោះប្រកែកតោះតេងអ្វីនឹងគេឡើយកូនត្រូវនៅស្ងៀមឲ្យបានល្អបើមានអ្វីត្រូវបកស្រាយកូនត្រូវមើលឱកាសមើលអ្នកដទៃហើយចិត្តរបស់កូនត្រូវតែត្រជាក់មិនក្តៅក្រហាយពិចារណាឃើញហេតុផលច្បាស់លាស់សិននិយាយកូនត្រូវចាំពាក្យនេះទុកថាឫស្សីអាងបន្លាការពារខ្លួនប្រាជ្ញអាងច្បាប់ក្បួនការពារខុសជន់ពេលគ្មានអាងអ្វីទាំងអស់អាងតែឆ្លោះតទល់កម្លាំងបាយការកូនឲ្យអភ័យដល់គេហើយអ្នកដែលសប្បាយចិត្តគឺកូននឹងឯងការចងនៅសេចក្តីក្រោធទុកគឺជាការចងដុំភ្លើងនឹងចិត្តត្រូវគិតអាឃាតជាបាបគិតរោគឧបាយបៀតបៀនគេរឿយជាដើមមានតែអាក្រក់ប៉ុណ្ណោះមិនមានអ្វីល្អឡើយការឲ្យអភ័យម្យ៉ាងទៀតគឺឲ្យការមិនមានភ័យដល់អ្នកដទៃបានសេចក្តីថាធ្វើខ្លួនរបស់យើងមិនឲ្យមានពឹសមិនឲ្យមានភ័យដល់អ្នកដទៃមិនបង្កការភ័យខ្លាចសេចក្តីក្តៅក្រហាយផ្សេងឲ្យដល់អ្នកណាឡើយកូនត្រូវធ្វើខ្លួនឲ្យគេស្គាល់ចិត្តថាជាគ្នាឯងមិនមានស្នៀតមិនត្រឡិចត្រឡុចនិងជាទីទុកចិត្តរបស់អ្នកដទៃធ្វើយ៉ាងនេះឈ្មោះថាឲ្យអភ័យកូនត្រូវយល់ថាការឲ្យអភ័យគឺការឲ្យសេចក្តីល្អដល់ខ្លួនកូននឹងឯងអ្នកផងទាំងពួងគេទុកចិត្តប្រគល់ការងារសំខាន់ឲ្យកូនធ្វើខុសអំពីមនុស្សដែលមានពឹសមនុស្សដែលមានពឹសទុកចិត្តមិនបានទៅទីណាគេមិនចង់ឲ្យចូលចិត្តនៅក្នុងទីនោះគេខ្លាចគេបារម្ភធ្វើការអ្វីគេមិនទុកចិត្តវាជាការមិនល្អគ្រប់យ៉ាងចូលកូនកុំជាមនុស្សមានពឹសមានភ័យដល់អ្នកដទៃឡើយបើកូនឲ្យអភ័យដល់អ្នកដទៃបានកូននឹងបានសុខសប្បាយបើកូនធ្វើខ្លួនមិនឲ្យមានពឹសមានភ័យដល់អ្នកដទៃបានកូននឹងនៅក្នុងទីណាក៏បានមិនមានអ្នកណារង្គៀសភ័យព្រួយបារម្ភអ្វីឡើយដូច្នេះកូនត្រូវវឹកហាត់ឲ្យអភ័យកុំទៅគិតថាជាការអន់ខ្សោយខូចយសខូចស័ក្តិព្រោះការឲ្យអភ័យនោះដោយហេតុតែមនុស្សយើងស្រឡាញ់យសស្រឡាញ់ស័ក្តិប្រកាន់អំណាចខ្លាំងក្លាពេកទៅនឹងឯងទៅត្រូវមកបង្កកម្មពីនឹងគ្នាមិនមានទីបំផុត12មិត្តសម្លាញ់រហូតក្នុងជីវិតកូនជាទីស្រឡាញ់កូនធ្លាប់គិតដែរទេថាមិត្តដែលល្អជាទីបំផុតរបស់មនុស្សយើងគឺសៀវភៅជាមិត្តរបស់យើងបានគ្រប់ពេលវេលាមិនថាពេលសុខពេលទុក្ខពេលសោកសៅឬក៏ពេលអត់សុខឡើយរមែងជាប់តាមយើងទៅបានគ្រប់កន្លែងទោះជានៅព្រៃនៅភ្នំនៅកណ្ដាលសមុទ្រហើយរហូតដល់តែមែនទេទៅគឺនៅក្នុងបន្ទប់គេងមិនថាកូនជាអ្វីកូននៅក្នុងទីណាកូនកុំចោលសិភៅបើកូនចោលសិភៅគឺស្មើគ្នានឹងចោលមិត្តដ៏ល្អរបស់កូនចូលកូនព្យាយាមអានសិភៅឲ្យច្រើនហើយកូនត្រូវចេះជ្រើសរើសសិភៅសម្រាប់អានកុំឲ្យខាតពេលពាក្យទូនមានព្រានបណៃរបស់ព្រះសម្មាសម្ពុទ្ធដែលកូនបានអានឬស្ដាប់គឺជាផែនទីនៃជីវិតរបស់កូនសិភៅល្អមួយក្បាលស្មើនឹងមិត្តល្អម្នាក់
สิเพื่อไว้ไว้ได้โกนอ่านหายโจโกนพิจารณาถากูเชื่อตามเนี่ยสุเซหรือมันเชื่อปรเนี่ยสุเซเมียนชรานประเภทเมียนการเกิดนั่งจำแนกดังเซงเซงคณีรีไอเจตนากับเซงเซงเนี่ยได้ดิฉันโกนไตรพิจารณาอิจรานกลมตอนเชื่อโจโกนจำตกถาสิเพื่อคือเจ้าคู่ขบ้าระบบเนี่ยสุเซโดยฉันเบอร์โกนอ่านสิเพื่อละอ้อชมัวถาเจ้ากาปัญโจคู่ขบ้าระบบเนี่ยเจดังเมาขนมคู่ขบ้าระบบโกนตัวจะเป็นไงก็ได้ขนมเตี้ยเราไม่อย่างนี้บางกีบัดเวบัดปังอุ่ยอย่างน่ามั้งบางคนบัดเพลงบัดติจีโปรคือมันอ่านมันสดับในเพศสัตว์ระบบเนี่ยเจดังเต้วิญญาณระบบโกนดังเตยอย่างนี้โดยจิตเตี้ยเด็ดบัดจิตอย่างนกไอดังไปบานเตยจมูกล้อโกนเตยมวยสวายโรกาเจดังหมกดักขลุ่นกมจำนายเปรย์ไปเลยอัตรยาวปีประพฤติตามการเจดังโยกการเจดังเชียนในโยในชีวิตก็เอาตั้งหาดับนำชีวิตลายโจโกนสำลังเฟอร์จิมิดระบบเนี่ยปลายต่างหลายตามระยะในการอ่านสิเพอร์จ็อกจะได้จำราหนังเมียนดอกโกนจะเป็นประกาศสัตว์แต่หานาวอรหะตั้งแต่ทำแมงในเป็นในปัตยาตีมวยเชื่อทัวเปรอรหันตาทัวละอจานำดอกในเป็นโซโซสร้างและประเตปัญญังตีปีจัดตังปรังสดับโดยเคลียนประทัวติสนาตามเปรตูนเนียนกรุปธรรมเตียนบานเมียนปัญญาอัปปมัตตาวิจักขณาปีนิเกสาวบาเฟียโมหามวยมันประมาทมวยปิจารณาปราญญาพลือคลาดอยองบวนนิดับใบสมบัติมนุษย์ละโกนจะตีสลังเปลได้โกนในขนมสังคมหายไตรเตะตวงจะมวยเนรตีโกนไตรเรียบจำรักเปย์เอาละนิเยเปะปีโรโปรมแต่งไตรเรียบจำคลุนปราณสำเร็จบำเปะเอาบ้านละพองนี่จิการจำบัดนะโปรดำไปจิการสำได้เป็นเจตาโกนเชื่อมลูกละการได้บ้านอบรมบรรทุมอุปนิสัยเมาละเติมสำได้อากับปกิริยาเจนเมาละเกี่ยให้มาดูโดยนิท้าเนี่ยเมียนสมบัติมนุษย์ละเนี่ยเมียนสมบัติมนุษย์ละรำเมงเมียนกาเนี่ยเมียนสมบัติมนุษย์ละรำเมงเมียนเปรียบเลยมนุษย์ได้ควักในกุลสมบัติอย่างนี้ขนมครุบเรื่องจังแต่งการนิยมรับอ่านการเอาในเพียบสนับสนาการเอาในเพียบตกจัดเราโหดดอยประกวดการเงี้ยมุกเนตีสำคัญเอาเพื่อเตียดพ้องเจดามสมบัติลูกละคือการสำได้อากับปกิริยาเจนเมาเมียนสเพียบรีบโรยเตรมเตรกูโกยกลเหมือนตอดเพลงเหมือนตอดตะกี้เป็นแต่ดอยเพียบต้นพลุนนังกากูรบเก่าแกร่งโกนกูวักฮับในสมบัติลูกละตกเชียสมบัติประจำคลุนเมียนเจอาคือแต่งคลุนดอยสำเร็จบำเปะซอมรมนังเวเหมือนดอกสำเร็จบำเปะขนมตีซาเทรณะเปะอายเตรมเตรในจมปวกมกเชียวเมียนเพียบต้นพลุนเป็นต้นคลุนเจกราบสมเปะเพื่อการกระรุกจมพวกเนี่ยทำนิเยสได้สังรูมมอดมันนิเยเอาสำเลงคลังเก้ากะโลลาขนมตีซาเทรณะหรือขนมตีไปจุ่มมนุษย์มันนิเยเชรกัดขนมเปลได้เนี่ยทำกับปงซันแต่เนี่ยคณีเจ๊ไกรจัดเนี่ยเดตเปลแต่ตูเตียนอาหารก็สังรูมมันวับวับไปยับโดยคลาดออกมาหกมันนิเยขนมเปลเมียนอาหารขนมมอดนึ่งกราวนึ่งอ่องกุยก็สังรูมประหยัดตรวจตราเมื่อสอบเมื่อกรบสมบัติมนุษย์ละจะให้เอามนุษย์เยอะเมียนสนายกูสระลังนั่งจะให้เอาเนี่ยทมสระลังอันนัดปรารถนาหนึ่งช่วยจำลองผมร้องขนมเรื่องเซงเซสมบัติมนุษย์ละคือจะอาเพรณะเครื่องประดับแต่งคลุนกูจะตีริเรยนั่งรับอ่านดอยมนุษย์ต่างหลายครบตีกันแรงกูสก็เงยเกิดบังการขอจัดมนุษย์ก็เมียนเป็ดกำเนิดดาบดอนการมาเชื่อมนุษย์สิจูออกต้นชีวิตแต่รนเมียนกลตำไลมนุษย์เยิงพลัดชีวิตคลุนไอ้รีบจอมตะแต่งจับใจรอไงปราสร้างชีวิตเป็ดโดยจอไหลเมียประกะไหลใบโดยมนุษย์ใครปราสร้างชีวิตเป็ดโดยจิบกายโกจอเหมือนนายตำรองตึกใดฉลองกัดเรียบยั่วจัดอัดมองใส่ตำรองตึกใดกุนเพียบชีวิตเปรสระลังขลุ่นปูนสีทำปึกชีวิตสมุทรเรื่องกมหาเล็ดสลับเชยจะเมเจริญชอยบัตรขมีนโกลไดเบ็ดชีวิตอันเทเปรดับบุญกาไกรจัด
កូនជាទីស្រឡាញ់កាលបើកូននឹងធ្វើអ្វីមិនថានឹងធ្វើក្នុងផ្ទះរបស់ខ្លួនឯងឬនឹងធ្វើនៅទីដទៃណាណាបើការងារដែលនឹងធ្វើនោះអាចប៉ះពាល់ដល់អ្នកជិតខាងធ្វើឲ្យគេរំខានឬក្តៅក្រហាយចិត្តកូនត្រូវប្រយ័ត្នឲ្យណាស់កូនកុំធ្វើអ្វីតាមតែចិត្តចង់ឬប្រកាន់សិទ្ធថាធ្វើបាននោះឡើយកូនត្រូវចេះក្រែងចិត្តអ្នកដទៃខ្លះផងដូចជានៅផ្ទះជាប់គ្នាឬក៏បន្ទប់ជាប់គ្នាឬនៅបន្ទប់ជាមួយគ្នាជាដើមការក្រែងចិត្តគ្នានេះល្អណាស់កូននាំឲ្យមិនឆ្លោះគ្នាមិនតោះចិត្តគ្នាទៅទេកូនសាងមិត្តល្អកូនសាងមិត្តល្អជាងសាងសត្រូវសាងសត្រូវមិនល្អទេកូនកុំចេះតែគិតថាអ្នកណាស្អប់ទៅទាំងខ្លួនឯងក៏កុំចូលចិត្តស្អប់អ្នកដទៃឡើយបើចាំបាច់កូននឹងធ្វើអ្វីកូនត្រូវប្រាប់ឲ្យគេដឹងជាមុនឬរឹតតែល្អណាស់ទៅទៀតនោះគឺកូនសូមអនុញ្ញាតពីគេរឿងនេះមិនមានខូចខាតអ្វីឡើយការដែលកូនចេះក្រែងចិត្តអ្នកដទៃនោះគេក៏នឹងក្រែងចិត្តកូនវិញដែរហើយគេសប្បាយចិត្តនឹងអនុញ្ញាតហើយគេអាចទ្រាំបានក្នុងកិច្ចការដែលកូនធ្វើនោះគឺគេមិនក្តៅក្រហាយចិត្តដោយគិតថាកូនរំខានគេឡើយសូមឲ្យកូនយកចិត្តគេមកដាក់ចិត្តកូនមានខ្លួនឯងជាឧបមាចិត្តយើងចិត្តគេកុំធ្វើអ្វីតាមតែចិត្តខ្លួនឯងឲ្យសោះសូមឲ្យកូនចាំទុកថាការក្រែងចិត្តជាសម្បត្តិរបស់មនុស្សល្អជាក្រមួនស្នេហ៍ជាមេរយាទក្នុងសង្គម